ក្នុងព្រៃធំមួយមានក្អែកខ្មៅមួយឃើញសាច់ដុំធំដើរលើយំហាងលើដីវាហៅទៅយកសាច់នោះឡើងភ្លាមក្អែកសប្បាយណាស់ព្រោះថ្ងៃនោះវាហត់ឃ្លានវាហៅឡើងលើដើមឈើខ្ពស់ដើម្បីបរិភោគជាប្រកបដោយសុវត្ថិភាពក៏ប៉ុន្តែសត្វនោះក៏មានក្លិនឈ្ងុយយ៉ាងខ្លាំងពងថ្មាតដែលនៅជិតស្ដាប់ក្លិននោះហើយចាប់អារម្មណ៍ថ្មាតច្រើនខ្នងវែងបើកភ្នែកមើលទៅដើមឈើដែលក្អែកនៅលើមួយចំនួនចាប់ផ្ដើមរត់ទៅជិតដើមឈើក្អែកឃើញហ្វូងថ្មាតឆាប់ឡើងមកក្បែរវាស្ទាកខ្លាចបើកសាំងសំឡេងដើម្បីបំភ័យថ្មាតតែថ្មាតមិនខ្លាចនោះទេពួកវាមើលតែសាច់ដែលគួរឲ្យស្រឡាញ់មួយក្បាលឡើងលើឈើមួយក្បាលចាប់ដើមឈើជិតក្អែកគិតថាខ្លួនចាំបាច់ត្រូវរកវិធីកាន់សាច់ឲ្យបានមឹងវាកាន់សាច់ជាប់ក្នុងមាត់យ៉ាងខ្លាំងតើសាច់ធ្ងន់ពេកនឹងដីថ្មាតកាន់តែជិតឡើងរៀងរាល់វិនាទីក្អែកខ្វល់ចិត្តថាมันអាចគិតជួនបានទេវាចាប់ផ្ដើមហោះទៅចេញពីដើមឈើតែតាមផ្លូវហោះសាច់រអើពីមាត់របស់វាសាច់ធ្លាក់ចុះលើផ្ទៃដីហ្វូងថ្មាតរត់ចូលរួមគ្នាទៅកាន់សាច់ភ្លាមក្អែកឃើញហើយអន្ទាក់សោកណាស់វាហៅវិលត្រឡប់មកតែប៉ុន្មានតើមានឱកាសយកវិញទេថ្មាតទាំងអស់ចាប់ផ្ដើមចែកសាច់គ្នាតែរំពឹងមិនដល់ក៏មានថ្មាតខ្លះខំគ្នាលើសាច់ព្រោះគ្មានរបៀបចែករំលែកជាមិត្តភាពក្អែកជប់ហោះលង់ចុះលើមែកឈើថោកមួយវាសង្កេតស្ថានភាពដោយភាពក្រៀមក្រំក្អែកដឹងថានេះគឺជាកំហុសរបស់ខ្លួនក្នុងការកាន់អ្វីមិនមឹងហើយក៏ជាកំហុសក្នុងការកំពុងបង្ហាញអបបំសោដល់អ្នកដទៃថ្មាតខ្លះក៏ចែកសាច់បានបន្តិចប៉ុន្តែមិនគ្រប់គ្នាការឈ្លានពានក្នុងហ្វូងថ្មាតកើតមានក្អែកស្ដាយចិត្តថាវាអាចរកអ្វីណាទៀតសម្រាប់ពេលក្រោយតែសាច់គឺបាត់ទៅហើយមួយថ្មាតមួយចំនួនឈប់សុំឲ្យរត់ចេញពីកន្លែងនោះក្អែកគិតថាអ្វីដែលធ្លាក់ពីដៃមិនងាយយកត្រឡប់បានវាហើរឡើងមេឃចំពោះមួយទៀតវាធ្វើការសម្រាកហើយសម្រាប់ពេលខ្លះឲ្យបាត់ការខឹងក្អែកសម្រាប់ចិត្តរកអាហារថ្មីវាហើរទៅជ្រៅខុនព្រៃតែចិត្តវានៅតែគិតពីសាច់ដែលបាត់នៅខាងក្រោមថ្មាតនៅតែបន្តក្រុមគ្រួសំលេងក្រមុះក្រមួលជុំវិញសាច់ព្រៃខ្លាចជាកន្លែងវឹកវរក្អែកមើលពីលើឈើហើយរៀនមួយបើចង់រក្សាអ្វីទេអ្នកត្រូវរឹងមាំនិងប្រុងប្រយ័ត្នហើយក៏យល់ថាអ្នកខ្លះមិនចេះចែករំលែកដូចអ្នកក្អែកបន្តហោះដើម្បីរកមួយទំពាំងមើលផ្សេងវាភ្ញាក់រលឹកថាជីវិតតែងតែចាប់ផ្ដើមឡើងវិញបានហើយវាអះអាងថាថ្ងៃក្រោយវានឹងប្រយ័ត្នកាន់អាហារឲ្យបានច្រើនជាងមុននៅក្នុងព្រៃធំមួយមានក្អែកខ្មៅមួយឃើញសាច់ដុំធំដើរលើយំហាងលើដីវាហៅទៅយកសាច់នោះឡើងភ្លាម